សូមជូនរឿងเจ้าក្រមទុនសាយនិងគម្រោងរបស់ក្រពើនៅក្បែរទន្លេសាបដ៏ធូររវឹងល្វើយមានក្រពើមួយក្បាលឈ្មោះក្រកចូលចិត្តបោកប្រាស់សត្វដទៃណែនាងត្រីអើយមកខ្ញុំជួយដឹកឆ្លងទន្លេតូចត្រយមកខាងទឹកហាក់ដូចជាត្រជាក់ណាស់ថ្ងៃនេះនាងត្រីមិនដឹងកលល្បិចក៏ជួសម្ដីក្រពើឡើងជិះលើខ្នងវាអរគុណលោកក្រពើណាស់ខ្ញុំពិតជាចង់ទៅមកខាងណាពេលទៅដល់កណ្ដាលទន្លេក្រពើក៏បង្ហាញចេតនាពិតរបស់ខ្លួនហាដល់ពេលអាហារថ្ងៃត្រង់របស់ខ្ញុំហើយខ្ញុំនឹងស៊ីនាងសំណាងល្អនាងត្រីរហ័សរហួនលោតចេញពីខ្នងក្រពើហើយហាយចូលច្រាំងទាន់ជួយផងក្រពើចង់ស៊ីខ្ញុំវាជាសត្វបកប្រាលោកតាទុនសាយឈ្មោះធ្មីសង្កេតឃើញហេតុការណ៍ទាំងអស់ហើយគិតរកវិធីបង្រៀនមេរៀនដល់ក្រពើគួរឲ្យអាណិតណាក្រពើនេះនៅតែមិនរៀងចាលសោះក្រោយពីបរាជ័យក្រពើក៏ឃើញលោកតាទុនសាយហើយគិតថាអាចបោកបានទៀតលោកតាទុនសាយមកខ្ញុំជួនឆ្លងទន្លេម្ដងលឿនជាងហែលទឹកឆ្ងាយណាស់លោកតាទុនសាយថ្មីធ្វើជាចាប់អារម្មណ៍ប៉ុន្តែក៏រកល្បិចតបវិញពិតមែនឬល្អណាស់តែឃីងមិនចង់សាមសម្ពុតថ្មីរបស់ឃីងទេលោកតាទុនសាយប្រាប់ថាត្រូវការស្ពានក្រពើឆ្លងកាត់ទៅមិនសើមទៅហៅមិត្តភក្តិលោកមកតម្រៀបជាជួរឲ្យខ្ញុំដើរឆ្លងទៅខ្ញុំនឹងរាប់ចំនួនផងដោយចង់ស៊ីលោកតាទុនសាយក្រពើក្រកមិនបានគិតវែងឆ្ងាយក៏ទៅកោះហៅមិត្តភក្តិរបស់វាមកភ្លាមមកបងប្អូនអើយយើងមានការងារត្រូវធ្វើទាំងអស់គ្នាមិនយូរប៉ុន្មានហ្វូងក្រពើក៏តម្រៀបគ្នាជាជួរស្ពានយ៉ាងស្អាតលោកតាទុនសាយក៏ចាប់ដើមដើររាប់ពីខ្នងក្រពើមួយទៅមួយដោយសប្បាយចិត្ត1 2 3 4គ្រប់គ្នានៅទីនេះទាំងអស់ពេលទៅដល់ត្រយមកខាងដោយសុវត្ថិភាពលោកតាទុនសាយក៏ងាកមកនិយាយប្រាប់ក្រពើអរគុណលោកក្រពើទាំងអស់គ្នាដែលបានជួយខ្ញុំឆ្លងទន្លេលោកតាសោកយ៉ាងខ្លាំងរួយក៏បញ្យល់ពីល្បិចរបស់ខ្លួនខ្ញុំដឹងថាឯងជាអ្នកបោកប្រាស់ខ្ញុំបានប្រើល្បិចឆ្លងទន្លេដោយមិនចាំបាច់ជីលើខ្នងឯងស៊ីខ្ញុំឡើយក្រពើក្រកខឹងខ្លាំងណាស់ព្រោះត្រីបានគេបោកវិញលោកតាទុនសាយឆ្លាតមែនទេតែខ្ញុំនឹងតាមចាប់ឯងលោកតាទុនសាយប្រាប់សត្វដតីឲ្យចេះប្រុងប្រយ័ត្នពីល្បិចរបស់ក្រពើក្រកកុំជឿសម្ដីអ្នកដតីទាំងអស់គ្នាត្រូវចេះប្រើប្រាស់ឆ្ញាតរបស់ខ្លួនឥឡូវនេះគ្មានសត្វណាមួយជឿសម្ដីក្រពើទៀតទេណែមកណែខ្ញុំមិនស៊ីអញទេដឹងជាលទ្ធផលក្រពើក្រកគ្មានចំណីស៊ីព្រោះគេដឹងថាវាជាសត្វបោកប្រាស់រីឯលោកតាទុនសាយថ្មីក៏អង្គុយស៊ីចេករបស់គាត់ដោយក្តីសពពុតជាឆ្ងាញ់ណាស់រឿងនេះបង្រៀនយើងថាប្រាជ្ញានិងភាពឆ្លាតវៃមានឥទ្ធិពលខ្លាំងជាងកម្លាំងកាយសូមចុច Subscribe ដើម្បីទទួលបានរឿងនិទានអប់រំថ្មីបន្តទៀតសូមអរគុណ